សូមជម្រាបសួរលោកគ្រូកេងចន្ទានិងជម្រាបសួរលោកគ្រូទាំងអស់គ្នាឥឡូវនេះខ្ញុំមកធ្វើអំពើតែលោកគ្រូកេងចន្ទាបានដាក់ឲ្យគឺនិយាយអំពីតេស្តភាសាបាទអញ្ចឹងតេស្តភាសាហ្នឹងគឺជាការវិតម្លៃអន្តរជាតិដ៏សំខាន់មួយដែលប្រទេសជាច្រើនទូទាំងពិភពលោកប្រើដើម្បីវាស់គុណភាពអប់រំហើយខ្ញុំនឹងពន្យល់លម្អិតអំពីតេស្តភាសាហ្នឹងឲ្យងាយយល់និងសង្ខេបខ្លីៗទីមួយតើតេស្តភាសាហ្នឹងជាអ្វីអញ្ចឹងតេស្តភាសាហ្នឹងមកពីពាក្យពេញថា Program for International Student Assessment វាគឺជាកម្មវិធីវាយតម្លៃសិស្សអន្តរជាតិដែលរៀបចំឡើងដោយ OECD ឬក៏ Organization for Economic Cooperation and Development គោលបំណងសំខាន់គឺបោះវែងថាសិស្សអាយុ15ឆ្នាំអាចប្រើប្រាស់ចំណេះដឹងនិងជំនាញរបស់ខ្លួនដើម្បីដោះស្រាយបញ្ហានៅក្នុងជីវិតនឹងបានយ៉ាងដូចដេចមិនមែនរៀនដើម្បីគ្រាន់តែចាំខ្លឹមសារមេរៀនហ្នឹងទេហើយថាតសំណួរមួយទៀតថាតើតេស្តភាសាហ្នឹងគឺគេវាស់វែងអ្វីខ្លះមានន័យថាតេស្តភាសាហ្នឹងគេប្រឡងទៅលើមុខវិជ្ជាអីខ្លះអញ្ចឹងតេស្តភាសាហ្នឹងផ្ដោតទៅលើ3មុខវិជ្ជា3សំខាន់ដែលជាស្នូលរបស់វាគឺទី1ការអានឬក៏ reading literacy យល់អត្ថន័យអត្ថបទវិភាគនិងបកស្រាយព័ត៌មានវាតម្លៃចំណុចនៅក្នុងអត្ថបទហ្នឹងអញ្ចឹងយើងមិនមែនចេះតែគ្រាន់តែអានទេគឺអានដើម្បីយល់អត្ថន័យរបស់អត្ថបទហ្នឹងហើយវិភាគបកស្រាយនៅព័ត៌មានដែលសិស្សបានអានអត្ថបទហ្នឹងហើយវាតម្លៃចំណុចក្នុងអត្ថបទហ្នឹងថាតើគេចង់និយាយពីយើងបដោតឲ្យសិស្សវិភាគអត្ថន័យខ្លឹមសារនៅក្នុងអត្ថបទហ្នឹងហើយមួយទៀតគឺគណិតវិទ្យាឬក៏ mathematical literacy គឺប្រើគណិតដើម្បីដោះស្រាយបញ្ហាជីវិតពិតគិតtechnology បកស្រាយលទ្ធផលមិនផ្ដោតលើរូបមន្តចងចាំទេអញ្ចឹងឧបមាយើងបង្រៀនសិស្សឲ្យរៀនវិភាគអំពីហេតុការណ៍ផ្សេងៗដែលកើតមាននៅក្នុងជីវិតដោយមិនរៀនគណិតវិទ្យាដើម្បីតែកណនាដាក់ពិន្ទុធ្វើលំហាត់អីទេគឺយកមកប្រើក្នុងជីវភាពនៅប្រចាំថ្ងៃរបស់យើងមកដូចជាការព្យាករណ៍អូតូនិយមហ្នឹងក៏សុទ្ធតែប្រើគណិតវិទ្យាដើម្បីយកមកកណនាមួយទៀតគឺវិទ្យាសាស្ត្រ scientific literacy គឺយល់ពីបាតុភូតធម្មជាតិប្រើការគិតវិទ្យាសាស្ត្រដើម្បីសម្រេចវិភាគទិន្នន័យនិងបង្ហាញភស្តុតាងរៀងរាល់វត្ត3ឆ្នាំម្ដងដែលភាសាហ្នឹងផ្ដោតទៅលើចម្បងក្នុងវិស័យមួយគេហៅថាឆ្នាំហ្នឹងត្រូវផ្ដោតលើគណិតវិទ្យាហើយឆ្នាំក្រោយផ្ដោតទៅលើការអានឬក៏ផ្ដោតទៅលើវិទ្យាសាស្ត្រអញ្ចឹងទៅហើយក៏មានសំណួរមួយទៀតលេចឡើងថាតើនរណាជាសិស្សដែលអាចចូលរួមបានមានន័យថាតើសិស្សកម្រិតណាដែលអាចចូលរួមបានអញ្ចឹងជាទូទៅគឺសិស្សនៅអាយុ15ឆ្នាំគឺគេជ្រើសរើសដោយចៃដន្យពីសាលារៀននានាដែលមិនមើលថាថ្នាក់ទីប៉ុន្មានទេប៉ុន្តែមើលតាមអាយុហើយតែអាយុ15ឆ្នាំគេអាចជ្រើសរើសនរណាសិស្សណាមួយដើម្បីយកមកធ្វើតេស្តភាសានឹងបានហើយរបៀបដែលប្រឡងតេស្តភាសាហ្នឹងគឺមានសំណួរបែបស្ថានភាពជីវិតពិតមានន័យថាគេផ្សារភ្ជាប់ជីវិតពិតទៅក្នុងលំហាត់ឬក៏សំណួរដែលគេបានដាក់ក្នុងវិញ្ញាសាហ្នឹងមានទាំងចម្លើយជ្រើសរើសឬក៏ multiple choice សរសេរពន្យល់ construct response បច្ចុប្បន្នប្រទេសជាច្រើនប្រើ computer គេហៅថា computer based test មួយទៀតតើតេស្តភាសានេះខុសពីការប្រឡងធម្មតាមិនទៅអញ្ចឹងការប្រឡងធម្មតាវាខុសពីការប្រឡងតេស្តភាសាគឺវាស់វែងការចងចាំមេរៀនវាស់សមត្ថភាពប្រើចំណេះដឹងដែលបានរៀនហើយដោយផ្អែកលើកម្មវិធីសិក្សានិងផ្អែកលើជីវិតពិត
ប្រឡងសិស្សទាំងអស់នឹងជ្រើសតំណាងសិស្សមួយទៀតគឺសារៈសំខាន់នៃតេស្ត PISA ចឹងតេស្ត PISA មានសារៈសំខាន់ដើម្បីប្រៀបធៀបគុណភាពអប់រំរវាងប្រទេសនិងប្រទេសដើម្បីជួយឲ្យរដ្ឋាភិបាលអាចកែលម្អទម្រង់គោលនយោបាយអប់រំហើយបង្ហាញពីចំណុចខ្លាំងនិងចំណុចខ្សោយក្នុងការបង្រៀននិងការរៀនជំរុញការបង្រៀនបែបគិតភាគហើយនិងដោះស្រាយបញ្ហាវាក៏ជួយឲ្យសិស្សហ្នឹងយើងក៏អាចដឹងពីកម្រិតចំណេះដឹងរបស់សិស្សនឹងទៅតាមស្តង់ដារអន្តរជាតិផងដែរដែលវាសំខាន់មែនទែនក្នុងការកែលម្អហើយជួយឲ្យបង្រៀនឲ្យសិស្សនឹងចេះគិតពីឲ្យដោះស្រាយបញ្ហាបដូរពីការរៀនចាំទៅជាការរៀនយល់និងអនុវត្តនៅក្នុងជីវិតនៅប្រចាំថ្ងៃហើយអត្ថប្រយោជន៍ចំពោះគ្រូនិងសិស្សអញ្ចឹងសម្រាប់គ្រូនោះគឺអាចកែប្រែវិធីបង្រៀនដោយផ្ដោតលើការគិតប្រើស្ថានភាពជាក់ស្ដែងនៅក្នុងមេរៀនហើយពេលសម្រាប់សិស្សវិញគឺអភិវឌ្ឍជំនាញគិតនិងសម្រាប់ចិត្តហើយត្រៀមខ្លួនសម្រាប់ជីវិតនិងការងារនៅក្នុងថ្ងៃអនាគតហើយតើសិស្សនឹងតើគ្រូនិងសិស្សត្រូវត្រៀមម៉េចសម្រាប់គ្រូត្រូវត្រៀមការបង្រៀនដោយផ្អែកលើមេរៀនផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅហើយលើកទឹកចិត្តសិស្សឲ្យគិតនិងសួរវិភាសាដោយប្រើសំណួរបើកនិងការងារគម្រោងផ្សេងៗដែលគ្រូដាក់ project ឲ្យឬក៏ assignment ឲ្យសិស្សរៀនគិតរៀនធ្វើដើម្បីរៀនតេស្តនឹងភាសានេះហើយសម្រាប់សិស្សវិញគឺអនុវត្តការអានហើយហាត់គិតវិភាគនិងបញ្យល់ហេតុផលកំភៃសំណួរដែលមិនមានរូបមន្តត្រៀមជាស្រេចទេបានន័យថាយើងរៀនរូបមន្តហើយយើងត្រូវចេះប្រើនៅក្នុងការដោះស្រាយបញ្ហាពិតនៅក្នុងជីវិតរបស់យើងតែម្ដងអញ្ចឹងជាសរុបមកតេស្ត PISA មិនមែនជាការប្រឡងដើម្បីឲ្យសិស្សឈ្នះឬក៏សិស្សចាញ់ទេឬក៏សិស្សចេះកម្រិតណាទេប៉ុន្តែវាជាឧបករណ៍វាស់វែងគុណភាពប្រព័ន្ធអប់រំនិងសមត្ថភាពពិតប្រាកដរបស់សិស្សនៅក្នុងការប្រើចំណេះដឹងនៅក្នុងជីវិតពិតបានយ៉ាងវិជ្ជមានតើសិស្សចេះប្រើដែរអត់ដើម្បីរៀនមេរៀនតាមពិតសិស្សភាគច្រើនមេរៀនហ្នឹងរៀនយល់ប៉ុន្តែអត់ដល់ពេលជួបបញ្ហាដែលតកតងនឹងមេរៀនជាក់ស្ដែងដែលយើងបានរៀនក្នុងថ្នាក់ជួបជាក់ស្ដែងនៅក្នុងជីវិតពិតដែលជាអត់ចេះដោះស្រាយទៅវិញអញ្ចឹងគេបង្កើតតេស្តហ្នឹងមកដើម្បីបង្រៀនសិស្សឲ្យចេះប្រើសមត្ថភាពនៃការរៀនហ្នឹងទៅដោះស្រាយបញ្ហាបាទអញ្ចឹងខ្ញុំសូមសង្ខេបខ្លីតែត្រឹមប៉ុណ្្នឹងបាទសូមអរគុណសូមជម្រាបលា